ខ្ញុំទទួលបាន voucher ធ្វើតែ IELTS free ជាមួយនឹងសម្បត្តិយន្តហោះពីខាង Springboard ទៅសិក្សានៅ Latrobe College Australia ជំរាបសួរអ្នកទាំងអស់គ្នាខ្ញុំឈ្មោះ Lau EU ហើយខ្ញុំជាសិស្សដែលនឹងបន្តការសិក្សាទៅកាន់ប្រទេសអូស្ត្រាលីនៅសាកលវិទ្យាល័យ Latrobe University majoring in Bachelor of Biomedicine ដើម្បីទទួលបាន voucher និង free សម្បត្តិយន្តហោះពីខាង Springboard គឺដំបូងយើងចូលទៅក្នុង page Springboard គឺពួកគាត់តែង post ពី fair ដូច Australia Fair UK Fair អីអញ្ចឹងហើយបន្ទាប់មកគឺយើងចោះឈ្មោះទៅកាន់ fair ទាំងអស់ហ្នឹងហើយ fair មួយគឺពួកគាត់មានចែកសពតឬមួយក៏មាន offer ផ្សេងហើយយើងអាចទៅពិភាក្សាជាមួយនឹងខាងសាកលវិទ្យាល័យឬមួយខាងពួកគាត់ហើយពួកគាត់អាចឲ្យសពតនឹងទៅយើងនៅពេលដែលយើង process application ហើយអស់គឺពួកគាត់នឹងឲ្យយើង claim លុយរបស់យើងមកវិញមានអត្ថប្រយោជន៍ខ្លាំងណាស់ទី1គឺចំណេញពេលវេលាទី2គឺចំណេញទាំងថវិកាដូចធ្វើ application process អីតាមSpringboard ចំណេញពេលវេលាមិនគឺពេលដែលយើងសួរពួកគាត់យើងសុំ suggestion សួរពីសាកលវិទ្យាល័យអីអញ្ចឹងពួកគាត់ឲ្យមកយើងភ្លាមគាត់ឆ្លើយតបភ្លាមទៅតាមអីដែលយើងចង់ដឹងណាខ្ញុំស្គាល់ Springboard តែរយៈពេលហ្នឹងខ្ញុំ scroll មើល TikTok ហើយតបមកខ្ញុំក៏ឃើញបង Celinda គាត់ post ពាក់ព័ន្ធជាមួយនឹងយើងទៅ Australia Fair នៅខាង Springboard អីអញ្ចឹងហើយខ្ញុំក៏បានចោះឈ្មោះហើយពេលហ្នឹងពួកគាត់ក៏បានតាក់ទងមកខ្ញុំហើយដល់ពេលអញ្ចឹងទៅខ្ញុំក៏បានទៅកាន់ Australia Fair ហ្នឹងហើយគេក៏បានចែកនៅ voucher ហ្នឹងនេះ voucher មួយគឺ free IELTS ហើយមួយទៀតគឺ free ticket one way ហើយបន្ទាប់មកគឺទៅនិយាយភាសាជាមួយនឹងបងដែលគាត់មកពីសាកលវិទ្យាល័យផ្សេងហ្នឹងសួរតាក់ទងមួយព័ត៌មានហើយរបៀប apply ហើយសាលាពួកគាត់មានផ្ដល់ជូននៅ major អីខ្លះដោយសារ Springboard ផ្ដល់នៅប្រឹក្សាល្អមែនតើទាំង surveyទាំងការនិយាយ suggest សាលាផ្សេងគឺដូចអីដែលយើង search បែបដែរហើយពេលដែលខ្ញុំសួរតាក់ទងជាមួយនឹងសាលាហើយជំនាញដែលខ្ញុំត្រូវរៀនហើយអាហារូបករណ៍គឺពួកគាត់ប្រាប់និយាយរួមទៅប្រាប់យ៉ាងក្បោះក្បាយហ្មងណាបទពិសោធន៍ដែលខ្ញុំមកប្រឹក្សាមួយខាង Springboard គឺដំបូងខ្ញុំអត់សូវច្បាស់ថាខ្ញុំចង់រៀនមុខជំនាញឬមួយក៏សាលាមួយណាដែលខ្ញុំចង់ទៅទេអញ្ចឹងខ្ញុំសួរពួកគាត់ឲ្យពួកគាត់ recommend មកខ្ញុំវិញហើយគាត់ក៏បាន recommend មែនគាត់ប្រាប់សាលាមួយចំនួនហើយ offer របស់គេហើយអីដែលគេឲ្យដូចអាហារូបករណ៍ប៉ុន្មានភាគរយហើយគាត់បញ្យល់ខ្ញុំបន្ថែមទៅលើមុខជំនាញដែលខ្ញុំចង់រៀនហ្នឹងថាគេរៀនប៉ុន្មានឆ្នាំប៉ុន្មានអីអញ្ចឹងទាំងអស់ហ្នឹងគឺវាពិតជាល្អមែនតើបងសម្រាប់និស្សិតខ្មែរដែលចង់ទៅសិក្សានៅក្រៅប្រទេសដូចខ្ញុំសូមលើកទឹកចិត្តឲ្យខិតខំប្រឹងប្រែងទោះបីជួបឧបសគ្គអីក៏អត់ត្រូវបោះបង់ចោលតស៊ូទៅមុខទៀតហើយកុំឲ្យពាក្យសម្ដីរបស់អ្នកដទៃប្រឈប់យើងបានឲ្យសោះទៅក្រៅទៅ Springboard go abroad go Springboard